នៅក្នុងវីដេអូនេះគឺខ្ញុំនឹងទៅមើលថ្ងៃរះនៅមុខប្រាសាទអង្គរវត្តព្រោះតែខ្ញុំអត់ដែលបានឃើញផ្ទាល់ភ្នែកម្ដងទេអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំនឹងទៅមើលឲ្យបានម្ដងចាប់ផ្ដើមពីខ្ញុំឯនឹងសៀនបានអង្គុយនិយាយគ្នាអំពីការបង្កើតមេត្តានិងផ្លាស់ប្ដូរផ្នត់កំណត់គ្នាទៅវិញទៅមកស្រាប់តែពេលនោះខ្ញុំចង់ទៅមើលព្រះអាទិត្យរះនៅមុខប្រាសាទអង្គរវត្តខ្ញុំក៏បានវល់សៀនបន្តែសៀនក៏វីក្បាលទៅតាត់ដោយហេតុតែចង់ទៅខ្ញុំក៏សម្រេចចិត្តថាទៅម្នាក់ឯងសកម្មភាពដូចម្ដងកក់សបុតអង្គុយចាំឡានឡើងលើឡានរកកន្លែងគេងជីឡានគេងយប់វាមិនមែនជាលើកទី1របស់ខ្ញុំទេហើយគេងលក់ដល់សៀមរាបក៏នៅដល់សៀមរាបភ្លាមខ្ញុំក៏បានហៅបានស្អាប់ធ្វើដំណើរឆ្ពោះទៅកាន់មុខប្រាសាទអង្គរវត្តហើយទីបំផុតកូនខ្មែរម្នាក់នេះក៏អាចធ្វើបានហើយនេះគឺជាបេសកកម្មដែលខ្ញុំនឹងទៅធ្វើបន្តនៅក្នុងថ្ងៃនេះទី1ហូបម្ហូបខ្មែរបាន5មុខនិងថតរូបជុំវិញប្រាសាទអង្គរវត្តឲ្យបាន10កន្លែងហើយម្លងពេលនោះខ្ញុំក៏បានចូលទៅសួរកូនខ្មែរចំនួន2រូបផងដែរអំពីចំណាប់អារម្មណ៍របស់គាត់អញ្ចឹងអ្នកនរគ្នាកុំភ្លេច follow page របស់ខ្ញុំម្នាក់មួយផងនៅពេលដែលខ្ញុំផុសវីដេអូនោះអ្នកនរគ្នានឹងឃើញមុនគេនៅអ្នកគ្នាឥឡូវនេះគឺខ្ញុំបានមកដល់មុខប្រាសាទអង្គរតូចឯងហើយខ្ញុំក៏អត់តបានថតរូបដែរអញ្ចឹងទីទៀតគឺខ្ញុំនឹងធ្វើដំណើរទៅថតរូបមួយកន្លែងនៅខាងក្រោយប្រាសាទអង្គរវត្តនេះគឺជាទីតាំងទី1ដែលខ្ញុំនឹងទៅថតខ្ញុំក៏បានធ្វើដំណើរឆ្ពោះទៅកាន់ប្រាសាទអង្គរវត្តរួចទៅថតរូបកន្លែងដែលគេកំពុងតែល្បីបន្ទាប់ពីថតរូបនៅកន្លែងទី1រួចខ្ញុំក៏បានធ្វើដំណើរទៅថតនៅកន្លែងទី2នៅអ្នកគ្នានេះគឺជាប្លង់ទី2ដែលខ្ញុំនឹងរៀបចំថតឥឡូវហ្នឹងហ្មងហ្នឹងគឺខ្ញុំបានធ្វើដំណើរមកដល់មុខប្រាសាទហើយមកដល់កន្លែងញ៉ាំអីបើសិនអ្នកនរធ្លាប់មើលវីដេអូមួយនេះអ្នកនរប្រកាសជាដឹងហើយថាខ្ញុំធ្លាប់ទៅកន្លែងអ៊ីលក់នំចុកមួយគាត់លក់ឲ្យខ្ញុំនៅក្នុងកន្លែង1000រៀលអញ្ចឹងអានេះគឺខ្ញុំនឹងទៅជួយទិញនំចុករបស់គាត់អញ្ចឹងខ្ញុំនឹងទៅញ៉ាំម្ហូបខ្មែរទី1គឺជានំចុកខ្ញុំនឹងទៅជួយទិញនំរបស់គាត់ចេះចុំបង Hello ញ៉ាំបាយសមឡើយខ្ញុំមកញ៉ាំនំចុក Yes តែខ្ញុំចូលទិញនំចុកញ៉ាំសិនណាអូខេចៃដន្យហ្មងមកជួបគ្នា Yes បងទិញនំចុកមួយចាន1000រៀលឥឡូវខ្ញុំទិញនំចុកមួយចានសូមអង្គុយញ៉ាំមួយដែរអូខេចៃដន្យមែនតើមិនជួបគាត់នៅផ្សារខ្ញុំគិតថាគាត់ដើរលេងអត់ទាន់អស់ចិត្តណែឥឡូវមកឃើញគាត់បណ្ដោយឥឡូវអង្គុយញ៉ាំមួយគ្នាហ្មងណាពិតជាមាននិស្ស័យមែនតើបានជួបពួកគាត់នៅមុខប្រាសាទអង្គរវត្តហើយឥឡូវបានមកញ៉ាំបាយជុំគាត់ទៀតហើយម្លងពេលដែលខ្ញុំញ៉ាំបាយរួចហ្នឹងខ្ញុំក៏បានទិញកាបូបខ្មែរមួយផងដែរខ្ញុំអង្គុយញ៉ាំអីហើយខ្ញុំអង្គុយលេងមិនទុះស្តាក់ថ្មទូរស័ព្ទឥឡូវអង្គក្តីគាត់មកដល់ហើយថ្ងៃនេះគឺថាបានការជ្រុំច្រែងពីអង្គក្តីទៀតហើយខ្ញុំសូមយ៉ាបដៃមួយបងប្រុសគេនឹងខ្លួនឯងមកថតវីដេអូគេខ្ញុំមកថតវីដេអូឲ្យធ្វើម៉េចថតឲ្យរូបឲ្យបាន10កន្លែងជុំវិញប្រាសាទអង្គរវត្តហើយទៅញ៉ាំហូបឲ្យបាន5មុខហូបខ្មែរយើងមិនថាមកហូបទេតែតជាមួយនឹងរបស់ខ្មែរឲ្យតាជារបស់ខ្មែរគឺញ៉ាំឲ្យបានតែ5មុខណាញ៉ាំឲ្យបានដបនឹង2000ណា2000ណាឥឡូវខ្ញុំយកមក10វាសួរអ៊ំចាសូមស្បាយខ្ញុំទិញកាឡានមួយអាហ្នឹងមែនតែ1500ហ៎អានេះរបស់ខ្មែរអត់អ៊ំរបស់ខ្មែរ100%ហ្មងចាkhông thôi còn này mẹ còn thôi còn này bây giờ nó nãy khui còn thôi còn này còn lang còn này được nào vậy nó còn lang còn này không có rồi rồi nó được hay ok à không được nhanh mẹ đó anh đi dương cho từ luồng bờ về chứ bây giờ luồng bờ về chứ đây ngay mà buồn một cái dân nó khoa ra một cái nhôm khục trà len mà nhôm nàyដោយសារតែនៅពេលនោះគឺមកក្តីគាត់តនេជូនខ្ញុំបានតែ2ម៉ោងទេអញ្ចឹងអ្វីដែលខ្ញុំគួរធ្វើគឺបញ្ញាប់ថតខ្លាំងមែនទេឥឡូវយើងថតរូបនៅកន្លែងហ្នឹងមកទៅកន្លែងទី3និងទី3ស្អាតមែនតើអ្នកគ្នាអាចមើលបានទេហើយនោះប្រាសាទក៏ធំជាកន្លែងទី4ដែលខ្ញុំនឹងមកថតរូបគឺខ្ញុំនឹងថតរូបនៅកន្លែងនេះមកប៉ោះបន្ទាប់ពីថតនៅប្រាសាទក៏ធំហើយខ្ញុំក៏បានធ្វើដំណើរឆ្ពោះទៅកាន់ប្រាសាទផ្សេងទៀតដើម្បីថតរូបហើយនៅពេលនោះខ្ញុំក៏បានទៅថតនៅកន្លែងផ្សេងទៀតរហូតដល់គ្រប់ចំនួនហើយរូបទាំងអស់គឺខ្ញុំនឹងផុសនៅពេលក្រោយហើយនៅក្នុងវីដេអូនេះគឺខ្ញុំបានធ្វើឲ្យបរាជ័យក្នុងការញ៉ាំម្ហូបខ្មែរឲ្យបាន5មុខអញ្ចឹងបើសិនជា page របស់ខ្ញុំឡើងដល់ 1k follower ខ្ញុំនឹងទៅខេត្តសៀមរាបម្ដងទៀតដើម្បីបំពេញនៅបេសកកម្មមួយនោះឲ្យជោគជ័យអ្វីដែលពិសេសនៅក្នុងវីដេអូនេះគឺខ្ញុំពិតជាអរគុណដល់បងភក្តីខ្លាំងមែនតើគាត់បានឆ្លៀតពីការងាររបស់គាត់នឹងមកជួយថតវីដេអូរបស់ខ្ញុំគឺខ្ញុំពិតជាអរគុណដល់ទឹកចិត្តគាត់ខ្លាំងមែនតើ